សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីផ្លែឈើមួយប្រភេទដែលធ្លាប់មានដាំដុះតាំងពីសម័យអង្គរមកម្ល៉េះប៉ុន្តែបច្ចុប្បន្នហាក់ដូចជាបាត់បង់ប្រជាប្រិយភាពនិងឈ្មោះដើមរបស់វាក្នុងចំណោមពួកយើងទៅហើយនោះគឺកាហ្វេអាវតារមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតារដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតារហើយសរសេរពាក្យថាខ្ញុំចង់សាក នោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ផ្លែខេម៉ាដែលមានឈ្មោះផ្សេងៗទៀតដូចជាតុម៉ាតូម៉ាឬអ្នកខ្លះទៀតហៅថាអាយកុនណាផ្លែខេម៉ាស្ថិតក្នុងអំបូរពួកល្មុតដើមកំណើតទ្វីបអាហ្វ្រិកកណ្ដាលប៉ុន្តែមានឯកសារខ្លះចង្អុលបង្ហាញថាឈ្មោះ Camper China អាចមានទំនាក់ទំនងជាមួយកម្ពុជាតាំងពីសម័យបុរាណលក្ខណៈដើមជាដើមកំណើតដែលមានកម្ពស់មធ្យមពី5ទៅ30ម៉ែត្រសម្បករបស់វាមានពណ៌ក្រម៉ៅមានស្លឹកក្រឡូងពណ៌បៃតងរូបរាងមូលទ្រវែងហើយស្រុតគូតបន្តិចទំហំមធ្យម6ទៅ7សង់ទីម៉ែត្របើនិយាយពីសាច់ខាងក្នុងមានពណ៌លឿងដូចពណ៌ពងមាន់ឆ្អិនឬដូចសង់ខ្យារសជាតិរបស់វាផ្អែមមុតហើយមានសណ្ឋានជ្រាយឬទន់ដូចបបរនេះហើយជាមូលហេតុដែលអ្នកស្រុកហៅថាអាកុនងាខេម៉ាក្នុងមួយផ្លែមានគ្រាប់ពណ៌ត្នោតចន្លោះពី1ទៅ6គ្រាប់ផ្លែទុំមានក្លិនក្រអូបខ្លាំងដែលអ្នកខ្លះហូបហើយអាចមានអាការៈវិលមុខបន្តិចបន្តួចដោយសារក្លិននេះទំនាក់ទំនងជាមួយសង្គមខ្មែរតាមឯកសារកំណត់របស់ជីតាក្វាន់បានឲ្យដឹងថាដើមខេម៉ានេះត្រូវបានគេដាំដុះនៅក្នុងប្រទេសកម្ពុជាយើងតាំងពីសម័យអង្គរមកម្ល៉េះគួរឲ្យស្ដាយឈ្មោះខេម៉ាហាក់ដូចជាវាត្រូវបានគេបំភ្លេចចោលនិងក្លាយទៅជាឈ្មោះផ្សេងៗវិញចាស់បុរាណនិយមហូបផ្លែទុំរបស់វាដោយសារតែសាច់វាជ្រាយងាយស្រួលបរិភោគសម្រាប់អ្នកដែលគ្មានពេញល្អចំណែកឯផ្លែខ្ចីគេតែងតែចិតត្រាំទឹករួចជ្រលក់ជាមួយអំបិលឬប្រហុកក៏មានដែរពីដើមឡើយគេនិយមដាំដើមខេម៉ាទុកជាលម្អផងដែរព្រោះវាមានផ្លែពណ៌ស្រស់ស្អាតហើយអាចហូបបានទៀតការកែច្នៃនិងអត្ថប្រយោជន៍នៅលើលោកខាងលិចនិងបច្ចុប្បន្នគេយកផ្លែខេម៉ាមកកែច្នៃជាអាហារជាច្រើនប្រភេទដូចជាការ៉េមនំខេកនិងសង់ខ្យាសម្បករបស់វាត្រូវបានគេប្រើជាឱសថសម្រាប់បំបត្តិឈឺក្បាលនិងក្តៅខ្លួនផ្លែទុំអាចជួយព្យាបាលអាការៈឈាមតាមអង្ចាញធ្មេញចំណែកឯគ្រាប់ត្រូវបានប្រើដើម្បីជួយផ្សះនិងព្យាបាលដំបៅជ័ររបស់វាចេញពីដើមអាចកែច្នៃជាស្ករកៅស៊ូសម្រាប់ទំពាបានឈើរបស់វាមានគុណភាពអាចប្រើសម្រាប់ធ្វើជាគ្រឿងសំណង់និងគ្រឿងសង្ហារិមសារធាតុចិញ្ចឹមសំខាន់ៗក្នុងផ្លែខេម៉ាមួយផ្លែផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់ដូចជាសារធាតុចិញ្ចឹមបរិមាណកាបូអ៊ីដ្រាត36.69ក្រាមវីតាមីន C 58.1 មីលីក្រាមវីតាមីន B3 3.72 មីលីក្រាមកាល់ស្យូម26.5 មីលីក្រាមជាតិដែក0.92 មីលីក្រាមការ៉ូទីន0.32 មីលីក្រាមពិតជាគួរឲ្យចាប់អារម្មណ៍មែនខេម៉ាមិនត្រឹមតែជាផ្លែឈើដ៏មានរសជាតិប៉ុណ្ណោះទេថែមទាំងមានប្រវត្តិសាស្ត្រយូរលង់និងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរប្រសិនបើអ្នកពេញចិត្តវីដេអូនេះកុំភ្លេចចុច like Subscribe Channel របស់យើងខ្ញុំជួបគ្នានៅវីដេអូបន្ទាប់